Hey yo, what's up everybody? My name is Gen Z, man. Yeah, Gen Z. ក្តីសម័យនឹងនឹងមុខឲ្យខ្ញុំខុបលើភ្លេងមានតែចាំច្រឡោចោលតែខ្ញុំនេះវងវែងខ្ញុំទៅតែធំធាត់ចេញមកដើរសងព្រេងបើសិនអ្នកមិនតន់ស្ទាត់ទុកឲ្យខ្ញុំជាអ្នកលេងហើយពេលដែលខ្ញុំធំពេញវ័យខ្ញុំចាប់ទាញមេក្រូមួយនេះមកកាន់នឹងដៃខ្ញុំខំច្រៀងខំរ៉េបដើម្បីតែរកកំរៃហើយរឿងរ៉ាវតទៀតទុកខ្ញុំជាអ្នកលោកលីទុកខ្ញុំជាអ្នកកែច្នៃមិនថាខ្មៅឬសចង់ដេកពុកឬដេកក្នុងឡតែងខ្ញុំរៀនចេញចោលកមានអំណាចថយលើលំហឈ្មោះទៅមុខរូបភាពបវចេញគ្រប់សេនលើ digital ជាអ្នកខ្លាំងមួយដែលកំរទ្រទម្ងន់ទៅជាសសរយកគំនិតល្អចំណេះល្អមកធ្វើជាគ្រូពិចារណាគេគិតចិត្តមកបាញ់ដូចធ្នូមួយណានិយាយរឿងពិតអ្នកគួរតែចេះគិតគូបើសិនជាអ្នកបាយចាញ់មិនដាច់ Nobody trust on you បើភ្នែកឡើងតនមេឃមិនតនថ្ងៃងើបមកដាក់គោលដៅជីវិតដើរទៅរកភាពជោគជ័យយើងអ្នកសាងសង់ហើយយើងអ្នកកែច្នៃហេតុអ្វីក៏មិនតម្រង់ក្តីសម័យនៅក្នុងដៃក្តីសម័យនៅនឹងមុខឲ្យខ្ញុំខុបលើភ្លេងមានអ្នកចាំច្រឡោចចោលតែខ្ញុំនេះវងវែងខ្ញុំទៅតែធំធាត់ចេញមកដើរសងព្រេងបើសិនអ្នកមិនតន់ស្ទាត់ទុកឲ្យខ្ញុំជាអ្នកលេងក្តីសម័យនៅនឹងមុខឲ្យខ្ញុំខុបលើភ្លេងមានអ្នកចាំច្រឡោចចោលតែខ្ញុំនេះវងវែងខ្ញុំទៅតែធំធាត់ចេញមកដើរសងព្រេងបើសិនអ្នកមិនតន់ស្ទាត់ទុកឲ្យខ្ញុំជាអ្នកលេងខ្ញុំចាក់នៅក្នុងវិស័យ hip hop ស្វែងរកកំណត់តែនៅបាត់ចាក់ឬចាក់គោរសាសបាមុននឹងខ្លួនឯងទៅបានកប់មុននឹងខ្លួនឯងទៅជាខ្មោចយ៉ាងមិនឲ្យរស់នៅក្លិនណាសោចមិនដេកសំណាងចាំដេកឆ្នោតខ្ញុំទៅដាក់ភូវាដល់ថាអ្នកជាមតាមស្តាប់ខ្ញុំបកស្រាយអត្ថន័យខ្ញុំចំរៀងអ្នកជាមតាមស្តាប់ជីវិតវាតែងតែមានជុំមានភ្លៀងអ្នកទៀមចាំមើលពូសំងភ្លៀងក្រតៃលឺខ្ញុំជ្រៀងខ្ញុំចាក់ពូវីមកវះសាច់ហើយកាត់តៃតែកំភ្លៀងអ្នកជាមតាមស្តាប់ខ្ញុំបកស្រាយអត្ថន័យខ្ញុំចំរៀងអ្នកជាមតាមស្តាប់ជីវិតវាតែងតែមានជុំមានភ្លៀងអ្នកទៀមចាំមើលពូសំងភ្លៀងក្រតៃលឺខ្ញុំជ្រៀងខ្ញុំចាក់ពូវីមកវះសាច់ហើយកាត់តៃក្តីសម័យនៅនឹងមុខឲ្យខ្ញុំខុបលើភ្លេងមានអ្នកចាំច្រឡោចចោលតែខ្ញុំនេះវងវែងខ្ញុំទៅតែធំធាត់ចេញមកដើរសងព្រេងបើសិនអ្នកមិនតន់ស្ទាត់ទុកឲ្យខ្ញុំជាអ្នកលេងហើយទុកឲ្យខ្ញុំជាអ្នកលេងអែមបងប្អូនអែមគាត់យល់ទៅបាត់នេះគឺខ្ញុំស្ដាប់មកគឺអត្ថន័យល្អមែនតើដើម្បីឲ្យយើងជោគជ័យនៅអ្វីមួយបើន័យថាយើងក្រោកពីគេងមកដើម្បីលះលហួនក្នុងការធ្វើអីមួយគឺអត្ថន័យរបស់គាត់គឺល្អមែនទេហើយនេះគឺជារដូវកាលទី2នៃកម្មវិធី Rapper Fighter ដែលនាំមកជូនដោយ Gangsberg Snow បងប្អូនអ្នកជាប់ចំណាត់ថ្នាក់លេខ1និងទទួលបានប្រាក់រង្វាន់រហូតដល់60រៀលឯណោះខ្ញុំឃើញថារដូវកាលទី2នេះគឺពោពេញទៅដោយយុវជនដែលមានសមត្ថភាពខ្លាំងមែនទែនទៅលើវិស័យ Rapper បងប្អូនអត្ថន័យគាត់មួយគឺពេញចិត្តតែម្ដង